ក្រោយពេលដែលបងបរោះបងស្ត្រីគាត់រុំភេទហើយចាប៉ះផ្ទាល់ជាមួយនឹងគាត់ជំងឺកាមរោគប្រម៉េះទឹកបាយប្រម៉េះទឹកថ្លាអត់ពិបាកក្នុងការកត់សម្គាល់អត់ពិបាកក្នុងការចំណាំនេះបងនៅជាមួយគ្នាហើយចន្លោះពី1សប្តាហ៍ទៅ2សប្តាហ៍ចាប់ផ្ដើមមានការលេចឡើងនៅរោគសញ្ញាទាំងអស់នេះគឺបញ្ជាក់ថាបងកំពុងតែកើតមានទៅលើកាមរោគប្រម៉េះចាហើយទៅលើរោគសញ្ញាទី1គឺទាក់ទងជាមួយនឹងបញ្ហាពិបាកក្នុងការនោមមកអត់អស់នោមមកឈឺនោមមកហួលឈឺហួលតាមពហួរនោមខ្លាំងហើយមានអារម្មណ៍ថាក្តៅកាហាយផ្សាយដល់ពេលដែលយើងនោមម្ដងចាឈឺចុកចាប់លងពេលរុំភេទហើយមានការហូរឈាមហូរខ្ទុះខុសពីធម្មតាធ្វើឲ្យបងបរោះបងស្ត្រីមួយចំនួនមានបញ្ហាការរមាស់ស្គៀបខ្លាំងរហូតដល់ថ្នាក់មានការអេសដាច់រលាត់ជាដើមហើយអ្វីដែលសំខាន់គឺធ្វើឲ្យមានការហូរខ្ទុះហូរទឹករំអិលខុសពីធម្មតាលក្ខណៈមកដូចខួនដែរចាមានបញ្ហាក្លិនអាចក្លិនស្អុយក្លិនជូរចេញពីបរិវេណទ្វារមាសពីបរិវេណនៃប្រដាប់ភេទហើយក្នុងករណីបងបរោះបងស្ត្រីកើតមានទៅលើបញ្ហានេះហើយសូមបញ្ញាប់ក្នុងការរកដំណោះស្រាយនិងព្យាបាលជំងឺបានត្រឹមត្រូវព្រោះទៅលើរោគសញ្ញាទាំងអស់នេះមិនមែនជារោគសញ្ញាបញ្ហាជំងឺទូទៅទេបើសិនជាបងដោះស្រាយបានទាន់ពេលវេលាក៏ឆាប់ទទួលបានផលលឿនឆាប់ជាបាត់លឿនដូចគ្នាតែបើក្នុងករណីទុកបញ្ហានឹងរយៈពេលយូរគឺធ្វើឲ្យបងពិបាកក្នុងការព្យាបាលហើយអាចបង្កទៅជាបញ្ហាមួយដែលធ្ងន់ធ្ងរបាន